Group Food Fry បងប្អូនគ្នាក្នុងថ្ងៃនេះថ្មីទៀតហើយបងប្អូនដោយក្នុងថ្ងៃនេះខ្ញុំមាន Cat 320 free មួយគ្រឿងចង់យកមកណែនាំបងប្អូនអញ្ចឹងកុំឲ្យខាតពេលយូរថាតើមួយគ្រឿងដែលខ្ញុំយកមក review នេះគឺជាប្រភេទ320អ្វីអញ្ចឹងកុំឲ្យខាតពេលយូរតាមដានទាំងអស់គ្នាបាទបងប្អូនគ្នាពេលនេះខាងក្រោយខ្នងរបស់ខ្ញុំគឺជាប្រភេទ Cat 320 FU បងប្អូនដោយប្រភេទនេះគឺកម្រមាននៅក្នុងស្រុកយើងមែនតើមិនមានគេយកមកទេបងប្អូនគឺកម្រមានគេប្រើប្រាស់ថែមទាំងកម្រមានស្អាតនិងភាគរយខ្ពស់ដូចនេះយកមកប្រើប្រាស់បងប្អូនព្រោះថាប្រភេទនេះគឺគេពេញនិយមមែនតើនៅស្រុកគេបងប្អូនអញ្ចឹងហើយបានមកដល់ស្រុកយើងកម្រនឹងរកឃើញភាគរយខ្ពស់យកមកប្រើប្រាស់មែនតើអញ្ចឹងទម្រាំតែបានមួយគ្រឿងបងប្អូនគឺថាសម្រិតសម្រាំងមែនតើដែលបងប្អូនអាចមើលឃើញនឹងចំណាំថាសម្រាប់ Free Cat 320 FU គឺមិនមានតែនៅខាងផ្នែកចំហៀងដូច 320B D និង F ជាទូទៅទេបងប្អូនប៉ុន្តែវាទៅជាមានតែនៅខាងក្រោយទៅវិញបងប្អូនសម្រាប់ 320 FU គឺជាប្រភេទ Big កូនជ្រូកធម្មតាបងប្អូនអ្វីដែលពិសេសនោះបងប្អូន Big កូនជ្រូកធម្មតាមែនប៉ុន្តែប្រើបូមធំបងប្អូនអញ្ចឹងវាធ្វើឲ្យមួយគ្រឿងនេះកាត់ smooth កាត់ធន់និងងាយស្រួលប្រើប្រាស់បាទបងប្អូនទាំងអស់គ្នាពេលនេះយើងចូលមកផ្នែកដងក៏ដូចជាប៉ែរបស់វាទាំងអស់គ្នាបងប្អូនគ្រាន់តែមើលដងហើយនឹងសាច់ប៉ែរបស់វាបងប្អូនក៏យើងអាចដឹងថាគេប្រើតិចមែនតែនប៉ែរបស់វាគឺកម្រាស់ក្រាស់មែនតែនតែម្ដងបងប្អូនគឺថានៅភាគរយខ្ពស់អញ្ចឹងបងប្អូនយកទៅប្រើប្រាស់គឺពោពេញដោយទំនុកចិត្តសម្រាប់ចំណុះប៉ែរបស់វាគឺចំណុះ 0.7 ម៉ែត្រគីបបងប្អូនដោយប្រវែងដងក៏ដូចជាប៉ែបងប្អូនគេហៅថាប្រភេទដងនិងប៉ែស្តង់ដាបងប្អូនអញ្ចឹងបងប្អូនយកទៅប្រើប្រាស់គឺបានយូរអង្វែងមិនធ្វើទុកបូមក៏ដូចជាម៉ាស៊ីនបាទបងប្អូនគ្នាពេលនេះយើងចូលមកដល់ផ្នែកបូមក៏ដូចជាផ្នែកម៉ាហ្វីនទៅលើ320 FU ទាំងអស់គ្នាតែម្ដងបងប្អូនដែលបងប្អូនគ្រាន់តែឃើញអេតាបូមរបស់វាក៏ស្រក់ទឹកមាត់បាត់ទៅហើយបងប្អូនកុំថាធ្លាប់ជួសជុលប៉ះហ្វោក៏មិនធ្លាប់ប៉ះផងបងប្អូនគឺថាភាគរយក៏ដូចជាភាពស្អាតរបស់វាគឺនៅភាគរយខ្ពស់មែនតែនបងប្អូនសម្រាប់ទំហំកន្លែងបូមរបស់វាបងប្អូនយើងអាចមើលឃើញហើយគឺថាទូលាយបងប្អូនយើងចង់ maintenance ក៏ដូចជាដោះតម្រង់អ្វីផ្សេងគឺងាយស្រួលមែនតែនបងប្អូនមិនមែនមើលទៅអូចង្អៀតពិបាកដោះពិបាក maintenance ឬក៏ពិបាកលាងទេបងប្អូននិងមួយវិញទៀតបងប្អូនអាចងាកមើលទៅដល់ម៉ាស៊ីនរបស់វាបងប្អូនRPM របស់វាគឺ load រហូតដល់ទៅ 1800 RPM និង horsepower របស់វា load រហូតដល់ទៅ138 horsepower បងប្អូនកម្លាំងប៉ុណ្ណេះ6 piston ហើយមានជំនួយដែលតាក់បូទៀតបងប្អូនគឺថា320 FU រត់ smooth កម្លាំងបូមជាមួយម៉ាស៊ីនគឺថាធន់ប្រើប្រាស់បានយូរតើបងប្អូនគ្នាពេលនេះយើងងាកមកចង់ដឹងថាហេតុអ្វីបានជា320 FU នៅស្រុកគេនិយមប្រើម៉េះបងប្អូនអញ្ចឹងយើងមកងាកមើលជើងក្រោមក៏ដូចជាគូត Fan Fix Free របស់វាទាំងអស់គ្នាបងប្អូននេះហើយគឺជាការពេញនិយមរបស់គេបងប្អូនព្រោះថា320 FU បងប្អូនគូតខ្លីងាយស្រួលចល័តក៏ដូចជាងាយស្រួលបង្វិលខ្លួនប៉ុន្តែកម្លាំងម៉ាស៊ីននិងបូមរបស់វាគឺខ្លាំងដូច320ធម្មតាអញ្ចឹងបងប្អូននិងមួយវិញទៀតបងប្អូនឃើញគូតវាខ្លីអញ្ចឹងមែនប៉ុន្តែកាប់អត់បាសគូតទេបងប្អូនគឺងាយស្រួលប្រើមែនតើងាយស្រួលចល័តងាយស្រួលកាប់និងបង្វិលខ្លួននិងបងប្អូនអាចមើលជើងក្រោមរបស់វាទាំងអស់គ្នាផ្ទាល់តែម្ដងបងប្អូនជើងក្រោមរបស់វាគឺថានៅភាគរយខ្ពស់មែនតើតែម្ដងបងប្អូនជាមួយនឹងចង្កេះរបស់វាគឺស្អាតស្ងួតនិងមិនមានការរលុងក៏ក្លែកក៏ខ្លាក់អ្វីនោះទេបងប្អូន ប
តើបងប្អូនគ្នាដងចង្កេះម៉ាហ្វីនបូមនិងផ្នែកផ្សេងៗយើងបានទូតកំណត់អស់ហើយបងប្អូនអញ្ចឹងយើងចូលមកមើលក្នុងកាប៊ីនទាំងអស់គ្នាបងប្អូនព្រោះថាក្នុងកាប៊ីននេះបើថាมันស្អាតពុកជ្រាបទឹកក៏វាមិនផ្ដល់ផាសុខភាពដល់តកងដែរបងប្អូនអញ្ចឹងយើងក៏លេចមកមើលក្នុងកាប៊ីនទាំងអស់គ្នាតែម្ដងបងប្អូនដែលក្នុងកាប៊ីនរបស់វាគឺបងប្អូនស្អាតមែនទេបងប្អូនតាំងពីខ្លាពងខាងលើកម្រាលជើងក៏ដូចជាបេតុងអ្វីផ្សេងៗគឺដើរដំណើរការ4 10សពគ្រប់ទាំងអស់តែម្ដងបងប្អូនសម្រាប់ម៉ាហ្វីនត្រជាក់វិញបងប្អូនគឺថាមានចេញតាំងពីខាងលើនិងចេញនៅខាងជើងទៀតបងប្អូនអញ្ចឹងថាត្រជាក់គ្រប់ទិសទីតែម្ដងបងប្អូននិងមួយវិញទៀតសម្រាប់ម៉ោងប្រើប្រាស់របស់វាគឺទៅតែ6000ម៉ោងជាងតែប៉ុណ្ណោះបងប្អូនគឺម៉ោងវិនបើថាមានការទម្លាក់បងប្អូនអាចមករករឿងដោះឃ្លាំងបានបងប្អូននិងបងប្អូនអាចមើលឃើញដៃបញ្ជាកៅអីក៏ដោយអ្វីផ្សេងៗបងប្អូនអត់មានអាលងអាក្លាក់ខ្លាក់មើលទៅប្រើឡើងអស់សាច់អស់អីអត់ទេបងប្អូនគឺថាស្អាតភាគរយខ្ពស់បងប្អូនយកទៅប្រើប្រាស់ពោពេញដោយទំនុកចិត្តបើថាតកងបានប្រើប្រាស់វិញគឺត្រជាក់ចិត្តនៅមួយបងប្អូនបានយូរអង្វែងតែម្ដងសូមអរគុណបងប្អូនអរគ្នាដែលបានតាមដានវីដេអូមួយនេះមួយទៀតបើសិនជាបងប្អូនចំណាប់អារម្មណ៍ទៅលើ 320CU មួយគ្រឿងនេះអាចប្រញាប់តាក់ទងមកក្រុមការងាររបស់យើងបងប្អូនព្រោះថាយើងមានតែមួយគ្រឿងនេះគត់ដែលទើបតែដំឡើងឲ្យក្តៅបងប្អូនបើបងប្អូនយឺតឬក៏បងប្អូនអែអង្គគេយកបាត់ទៀតហើយបងប្អូនព្រោះថាគ្រឿងចាក់បច្ចុប្បន្នឲ្យតែមានស្អាតបងប្អូនគឺមិននៅយូរទេអញ្ចឹងបើបងប្អូនចំណាប់អារម្មណ៍អាចតំណាក់តំណងមកក្រុមការងាររបស់ពួកយើងបានមួយទៀតបើសិនជាបងប្អូនចង់ជឿគ្រឿងចាក់មកពីជប៉ុនចំ Complete CFK Cambodia ផ្ដល់ទាំងទំនុកចិត្តតម្លៃសមរម្យនិងសេវាកម្មល្អជួបគ្នានៅវីដេអូក្រោយសូមអរគុណសូមជម្រាបលា